បាទសួស្តីទៅកាន់បងប្អូនដែលកំពុងតែរៀនឆ្នាំទី2ទី3ឬទី4ផ្នែកវិស្វកម្មសំណង់ស៊ីវិលបើសិនជាបងប្អូនគិតថាខ្លួនឯងកំពុងតែរៀនសំណង់តែមើលទៅខ្លួនឯងមិនទាន់ជាជំនាញអ្វីមួយពិតប្រាកដបងប្អូនគួរតែងាកមកមើលជំនាញមួយគឺជំនាញគូប្លង់ជំនាញគូប្លង់គឺជាជំនាញមួយដែលបងប្អូនកំពុងតែរៀនចាប់ពីឆ្នាំទី2ឡើងទៅបងប្អូនអាចចាប់ផ្ដើមបង្វឹកខ្លួនឯងឲ្យមានជំនាញនេះបានហើយវាគឺជារឿងល្អបំផុតព្រោះថាជំនាញនេះវាធ្វើឲ្យបងប្អូនមានឱកាសចាប់យកការងារផ្នែកវិស្វករគូប្លង់លម្អិតគ្រឿងគុំហើយវាគឺជាប្រភេទការងារទី1ដែលវិស្វករទើបតែចេញប្រឡូកក្នុងការងារដំបូងងាយក្នុងការចាប់យកផងដែរ ត្បិតអីវាជាជំនាញមួយដែលការរៀននិងការអនុវត្តជាក់ស្ដែងស្ទើរតែដូចគ្នាទាំងស្រុងតែម្ដងយ៉ាងណាក៏ដោយជំនាញនេះមិនមែនសម្រាប់តែអ្នកដែលចង់ធ្វើការផ្នែកគូប្លង់នោះទេចំពោះបងប្អូនដែលចង់ធ្វើការផ្នែកកាត់ឋានក៏ចាំបាច់ផងដែរជាពិសេសគឺវាជួយបង្វឹកឲ្យសមត្ថភាពក្នុងការអានប្លង់របស់យើងកាន់តែល្អប្រសើរផងដែរហើយមួយវិញទៀតការជ្រើសរើសកន្លែងរៀនដែលត្រឹមត្រូវជាពិសេសគឺអ្នកបង្រៀនជាអ្នកដែលធ្លាប់មានបទពិសោធន៍ផ្ទាល់ក្នុងការងារនេះវាគឺជារឿងល្អបំផុតចំពោះបងប្អូនដែលចាប់អារម្មណ៍ចង់ចេះជំនាញនេះបងប្អូនអាចទំនាក់ទំនងជាវីដេអូទៅរៀនខ្លួនឯងក៏បានឬចង់ចុះឈ្មោះចូលរៀនផ្ទាល់នៅក្នុងថ្នាក់ក៏បានដែរ ចំពោះទីតាំងនិងតម្លៃគឺខ្ញុំមានរៀបរាប់នៅលើ caption នៅខាងលើនៃការបង្ហោះមួយនេះ